biệt nói cho nó tao lên nói chậm bướng thế này chậm bướng nó tay mẹ con đi lại đây với mày chỉ có đặt làm hơn đấy mẹ này mày ơi đâu mày có anh nhảy nhảy lại cho mắt bơ lại chặt cho mắt riêng rồi khi mọc tiền thử xây ban chia trả lại cho mà lấy hả nè cháy chặt cho mày chặt cho hả anh chặt cho mắt bên này chặt cái bên này hay trả lại cho xây cứ để ông ta mình chia anh mà cho anh đập tên ai nâng nè cháy em hay mẹ này mày hay sao chậm tôi ba chơi ai chậm tôi mà ao dân chơi nó dân mình ta mà hà thoát ai mà thoát được tôi đâu phải ông à chơi ai nó nâng tay mình tốt hơn chứ mình khăn này chậm nó miếng tiền đó phải tiền chặt dừng đấy khi mà chơi à bà bắt chân men dương dương này xanh chặt cho mà lên mắt chụp cái này tay chúng trong cháy nha này nó vậy ôi soi mà lẽ nè chơi máu thủy chặt ta lên đó máu thủy chơi mày anh chết ôi chơi mày anh thủy chơi 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 Lo menteri perkara telah bisa Dah ព្រះអង្គបញ្ជាឲ្យពួកខ្ញុំម្ចាស់ទៅជួបអាចនៅផ្ទះអាចេណោះខ្ញុំម្ចាស់បានទៅជួបហើយតែអាចេហ្នឹងវាធ្វើបាបពួកខ្ញុំម្ចាស់ជាខ្លាំងខ្ញុំម្ចាស់មិនសុខចិត្តទេព្រះអង្គជួយរកយុត្តិធម៌ឲ្យខ្ញុំម្ចាស់ផងអាចេហើយដល់លោកមកធ្លាប់perkara telah bisaจัดการเพื่อได้แต่จับจอยสิมาอยู่เพียงหาได้บ้านจะไปเห็นไปเพียงหนังสนามไอ้ระเบิดยังแต่ตัวประเดี๋ยวเป็นชี้กราบตูลព្រះអង្គchơi con nè ta con mình được ấy ban chỉ mình sẽ đặt cắn ở bên máu chân rồiអាចេចាំស្ដាប់ព្រះរាជបញ្ជាព្រះរាជបញ្ជាត្រូវចាប់អាចេចូលវាំងជាបន្ទាន់អាចេប្រកល់ខ្លួនមកយើងនឹងចាំឯងយើងតែថ្វាយប្រកាសរងាចាប់ទីភ្លាមឈប់សិនយើងថាឲ្យពួកឯងស្លាប់គឺស្លាប់បានសូវលែងដៃឲ្យយើងដើរតាមសម្រួលទៅល្អជាងពួកឯងដឹងទេយើងនេះហើយជាចេញប្រាជ្ញសូមពុកម៉ែកុំព្រួយឲ្យសោះខ្ញុំបានចូលវាំងទៀតហើយអាចេណោះជ័យព្រះអង្គតើវាចាប់ព្រះអង្គចូលមកឲ្យជ័យសូមក្រាបថ្វាយបង្គំព្រះអង្គអាចេញមកដល់ហើយក្រាបទូលរកកន្លែងគួរសមព្រះករណាថ្លៃពិសេសអាចេញមិនក៏ឯងហ៊ានវាយពួកពលិសាជ័យទៅនេះព្រោះអញនេះជាអ្នកប្រាឲ្យពួកគេតែជុកដាក់មុខផ្ទះរបស់ឯងហើយមិនក៏ឯងហ៊ានល្មើសនឹងបញ្ជារបស់យើងសូមទ្រង់ព្រះសណ្ដាប់ទូព្រះបង្គំមិនហ៊ានល្មើសនឹងព្រះរាជបញ្ជារបស់ព្រះអង្គទេគឺទូព្រះបង្គំបានឲ្យស្រីទាំងនេះទៅជួសតាមព្រះរាជបំណងប៉ុន្តែពួកគេមិនត្រឹមតែជួសទេក្រាបទូលមានទាំងនោមមានទាំងផោមថែមទៀតឃើញថាល្មើសនឹងព្រះរាជបញ្ជារបស់ព្រះអង្គដែលបានត្រាស់បញ្ជាកំណត់ថាឲ្យត្រឹមតែជួសព្រះអង្គព្រោះតែហេតុនេះហើយទើបទូព្រះបង្គំវាយពួកគេក្រាបទូលមែនមកគួយខ្មែរចាំមកខ្មែរនេះពួកនឹងឯងធ្វើខុសយ៉ាងនេះព្រះអង្គបានជាអចេយវិវិឈួតបើគ្រាន់តែជួសមិនក៏ចាំនំឲ្យផងអញ្ចឹងអចេយវាមិនខុសទេសូមអរព្រះគុណក្រាបទូលសូមក្រាបថ្វាយបង្គំព្រះករណាថ្លៃពិសេសជីវិតតម្កល់លើត្បូងចូលរត់ទីកន្លែងអស់លោកសូមអរព្រះគុណព្រះអង្គអចេយ
ឯជីក្មេងមានប្រាជ្ញាមែនចាប់តាំងពីពេលនេះតទៅយើងនឹងប្រកាសឈ្មោះឯងជាធនជីព្រះអង្គផ្លន់ផ្ដំមកលោកដល់ត្រជាក់ដល់ទូព្រះបង្គំទូព្រះបង្គំមិនបំភ្លេចព្រះគុណរបស់ព្រះអង្គអស់មួយជីវិតក្រាបទូលអើយសូមរំលងចូលតាមយើងចេញជុំមើលស៊ីណាំស៊ីណាំលោករេជទូកយើងប្រចាំនៅនីកូគីមេបាំងពីដដំណឹងម៉ូថានៅនីកូគីមេមានអ្នកផៃដល់គីមីងជ័យមួយអ្នកឈ្មោះធុងជ័យដែលលីបីថាមានប្រាជ្ញាជ្រះវីគីឡឹងណាស់ហើយគេអុកថាណែអ្នកប្រាជ្ញយើងមិនជាអ្នកគេតិចផងបើគេអុកយ៉ាងនេះគួរតែព្រះអង្គសាលីបងឡេះឡើងមិនកុំឲ្យមហានគរចឹងលីបយយើងអង្គថយចេញនគរខ្មែរទុកមួយនោះកាប់ទុកទៅហើយយើងជាមហានគរក្របមានកិត្តិយសលីបីលបាញ់យូរមកហើយខាងអលយធម៌ជាពុំកម្ពុជាជាងគេកាប់ទុកសម្បូរទៅឡើយអ្នកភីឡាយអេកបង្ដឹកដូចជានេះយើងត្រូវដាក់បញ្ជាឲ្យនគរគីមេផ្នល់ជាមួយយើងកាប់ទុកសូមអរលោកទាំងអស់ជ្រាបថាព្រះចៅនគររាជគឺក្រុងចិនបានផ្ញើសារមកសុំភ្នាល់ជាមួយនគរយើងនេះគឺជាការភ្នាល់សំខាន់ណាស់ប៉ះពាល់ដល់វាសនាព្រះនគរយើងទៀតផងល្អហើយណាធនជីសូមអញ្ញសម្រាប់ដោយសេចក្តីអ្នកប្រាថ្នាទៅចុះព្រះករណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងទ្រង់បានត្រាស់បង្គាប់ឲ្យពួកយើងទាំងពីរនាក់នេះមកអញ្ជើញលោកបណ្ឌិតជ័យទៅចូលគួរព្រះអង្គក្នុងថ្ងៃនេះព្រោះព្រះអង្គមានព្រះរាជកិច្ចសំខាន់ណាស់ទទួលព្រះរាជសារអើយធនជីយើងឲ្យមន្ត្រីហៅឯងមុននេះដោយសារព្រះនគរមានទុកធ្ងន់ណាស់គឺឲ្យឯងជួយដោះសារទុកនេះពេលនេះអញមកជាស្លាប់មិនខានណាស់ហើយធម្មតាទេសេចក្តីស្លាប់តែងតែមានដល់សត្វគ្រប់រូបគ្រាន់តែមុននឹងក្រោយតែប៉ុណ្ណោះតែធ្វើយ៉ាងម៉េចទៅនឹងទេត្រូវគ្រាប់អលឹកនៅក្នុងផ្លែអលឹកទាំងប៉ុន្មាននោះបានចឹងគួយមកតើរកទាំងម៉េចដែលយើងលឹកមួលនេះក្នុងរកនេះមួយតើមានគ្រប់ពីម៉ងអាចធំជាងគេមានកប់បែអកងឡាមានកប់ទេហើយអាចទុកជាងគេមានកប់មួយវាហុំឃើញលែនេះជាការភីណោធំរំណាស់បើគីម៉ែចឹងជាងនឹងយកនីកូគីម៉ែធ្វើជាជាងនោះតែបើគីម៉ែឈ្នះជាង
ជាងនឹងព្រមគល់សិងពៅទាំងពី500ព្រមទាំងសម្ភារៈលើសិងពៅទាំងអស់យ៉ាទូ ហើយបើធនជ័យទាយចាញ់ចិនធនជ័យក៏ត្រូវតែមានទោសដល់ជីវិតដែរមិនលើច្បាស់ហើយនៅធនជ័យ ព្រះករណីថ្លៃពិសេសលក្ខខណ្ឌនៃការកំណត់នេះជាការត្រឹមត្រូវណាស់ក្រាបទូល ឥឡូវនេះអ្នកភីឡៃសុខីមេទីមើលទៅតើក្នុងផ្លែអោលឹកនីមួយតើមានកប់ពងម៉ាំង គឺអាធំជាងគេមានគ្រាប់3អាកណ្ដាលមានគ្រាប់2និងអាតូជាងគេនេះមានគ្រាប់តែមួយប៉ុណ្ណោះ មើលនៅប្រៃស្រុកចិនតើប្រស្នាទី1នេះយ៉ាងមិនដែរ ខោបេថៅបាត់តែកាលណាថ្លៃវិសេសពឹកជាធំថៅឲ្យកាត់តូនៅប្រស្នាទី2ទៀតយើងយកសាច់ឈោកមួយនេះមកទីវាយស្ដេចសុខីមេឲ្យទុកឲ្យបាំងពីស៊ីណាំមិនអោយប្រឡាគឺធ្វើងាកឡើយគឺឲ្យនៅសសធ្វើជាកលយ៉ាសម្រាប់ស្ដេចសុខីមេសយបាំងតើនៅផ្លែសុខីមេត្រូវធ្វើលុយមីលឹកដើម្បីទុកសាច់ឈោកកុំឲ្យស៊ីអុយ Nè ta Ôi bắn tí xin nào. Nè tí mơ tự ký nó miệng rạch nhàn nè មិនឈ្នះធនជ័យទេគឺយើងត្រូវធ្វើក្រយ៉ាសម្រាប់ថ្វាយស្ដេចសោយតែពេលថ្ងៃគុណគឺថ្ងៃដាច់ឆ្នាំចាស់មួយនិងថ្ងៃចាប់ផ្ដើមឆ្នាំថ្មីមួយដែលជាការបញ្ជាក់ថាសាច់នេះធ្វើម្ហូបបាន2ឆ្នាំមែន ពិតជាខំបាមែន មើលនៅប្រៃស្រុកចិនតើប្រស្នាទី2នេះត្រឹមត្រូវទេ តែកាលណាថ្លៃពិសេសពិតជាធំថៅមិនកាប់ទូនៅមានទីយ៉ាងហ្នឹងតើគូចាប់មួយឲ្យអ្នកភីឡៃសុខីមេធ្វើមីហូបសម្រាប់ពូស៊ីមពើលីបយយើងស៊ីឲ្យបានគ្រប់គ្រាន់ចំនួនទាំង500សំពៅតើត្រូវចាត់ចេញយកចាប់នោះធ្វើមីហូបដល់របៀបណាទៅ យើងពិតជាអាចយកចាប់នោះធ្វើម្ហូបសម្រាប់ពូសំពើចិនទាំង500បានតែយើងនឹងប្រគល់មកជុលមួយឲ្យទៅអ្នកប្រាយស្រុកចិនយកទៅធ្វើជាប្រថៅឲ្យបាន500សម្រាប់វាសាចាប់នោះបើអញ្ចឹងអ្នកប្រាយស្រុកចិនត្រូវធ្វើប្រថៅឲ្យយើងឲ្យបានមុនសិន មើលនៅប្រៃស្រុកចិនក្នុងការដុសប្រស្នានេះតើប្រស្នាទី3យ៉ាងមិនទៅហើយ តែកាលណាថ្លៃពិសេសពឹកជាធំថៅតិចឲ្យកាប់ទូជ័យកំឡាមួយតិចភាសានាទីបងនេះជាភាសាបងហើយគឺត្រូវឲ្យអ្នកប្រាជ្ញសុខីមេទីមើលយកទីការឲ្យបាំង500ក្នុងមួយថ្ងៃស្អែកនេះហើយយកទីការនេះមួយឲ្យមានទំហំ3ចាប់ បានយើងនឹងយកចំបើងចងធ្វើជាយុទ្ធការគ្រប់ទាំង500ដាក់នៅលើដីហើយដុតឲ្យឆេះនៅសល់តែស្នាមផេះជាប់នឹងដីនោះអ្នកឯងយកទៅប្រើចុះ មើលនៅប្រៃស្រុកចិនតើប្រស្នាទី4នេះអ្នកផ្លែរបស់យើងដោះស្រាយបានត្រឹមត្រូវដែរទេ តែកាលណាថ្លៃពិសេសពឹកជាធំថៅឲ្យកាប់ សូមក្រាបថ្វាយបង្គំព្រះករុណាជាម្ចាស់ជីវិតដំកល់លើទឹកបុកធនជ័យនេះមានប្រាជ្ញាមុខមុតក្លាហានណាស់ទូលបង្គំយល់ថាបើឲ្យគេនៅក្បែរព្រះអង្គតទៅទៀតថ្ងៃមុខថ្ងៃក្រោយមុខជាមានគ្រោះថ្នាក់ធំដល់រាជបល្ល័ង្ករបស់ព្រះអង្គជាមិនខានទេណាចាប់ទូលព្រះអង្គទៅ ក្រាបបង្គំទូលព្រះអង្គពីហើយឬវាបានផ្តែផ្ចាយព្រះអង្គច្រើនគ្រាណាស់ហើយវាច្បាស់ជាមានគំនុំបងសងសឹកនឹងព្រះអង្គដោយដណ្ដើមយករេសម្បត្តិនេះជាមិនខានលោកមន្ត្រី ព្រះករុណាថ្លៃពិសេ ទៅ ស ហៅធនជ័យចូលមកកលយើងភ្លាម ទទួលព្រះរាជបញ្ជា អរលោកជិះរកកន្លែងគូសុំ ព្រះករុណាថ្លៃពិសេស ទទួលរាជកិច្ចព្រះក្សត្រាធនជ័យចាត់ការតាមភូមិស្រុកពោប្រែទម្លេច្រកសពគ្រប់ទុក
ទុកដាក់ជាឈ្មោះដល់សពថ្ងៃជ័យប្រាជ្ញខ្ញុំអ្នកមានបញ្ញាទ្វេល្បិចល្បងធ្វើស្រែរបៀបថ្មីដែលបាច់អង្ការពេញលើផ្ទៃទន្លេជលសាក្រហមឆ្អែតរួចស្រេចទប់ស្កាត់យកបុណ្យដារិះអ្នករាជការទូកកាត់ស្រូវឲ្យតែជាឈ្មួញទៅកោះហៅពិន័យជាប្រាក់30ដំណឹងមនុស្សម្នារកស៊ីតាមទន្លេមិនសុខចិត្តទេក៏ទៅប្តឹងដល់ព្រះនរោបតីជាដំណឹងស្ដេចក្រែវក្រោតខឹងបណ្ឌិតជេទូលព្រះបង្គំរៀបចំនេះគឺដើម្បីឲ្យមានច្បាប់សម្រាប់នគរបើអ្នកណាប្រព្រឹត្តខុសត្រូវពិន័យជាប្រាក់យកដាក់ឃ្លាំងក្រាបទូលបានន័យថាទូលព្រះបង្គំធ្វើនេះមិនប្រាថ្នាយកទុកជាសម្បត្តិផ្ទាល់ខ្លួនឬជាលៀបសក្ការៈអ្វីនោះទេលោកមន្ត្រីពិតជាអញ្ចឹងមែនទេប្រកាសណាថ្លៃវិសាទូលព្រះបង្គំបានដឹងពីមេឃ្លាំងថាធនជ័យពិតជាយកប្រាក់ពន្ធនេះបងចូលឃ្លាំងមិនក្រាបទូលសូមទូលថ្វាយព្រះអង្គតែធនជ័យហូតពន្ធដល់ក្នុងរយៈ30ដំណឹងប្រាក់នេះធ្ងន់ធ្ងរណាស់គួរបន្ធូរបន្ថយខ្លះបានទេក្រាបទូលយើងនឹងបន្ធូរបន្ថយឲ្យធនជ័យយកតែ1បាតបានហើយតាំងពីដើមអ្នកដែលល្មើសនឹងរាជបញ្ជាពីមទន្លេទាំងប៉ុន្មានយើងទាយកពន្ធតែ30ដំណឹងប្រាក់តែប៉ុណ្ណោះទេប៉ុន្តែឥឡូវនេះគឺមានព្រះរាជបញ្ជាថ្មីយ៉ាងម៉ឺងម៉ាត់ឲ្យយើងយក1បាតវិញដូច្នេះចូលអ្នករាល់គ្នាយកប្រាក់1បាតលោកមកឲ្យយើងវិញអូយបាតលោកអូយអើយបើបាតលោកចោលជឿ30ដំណឹងឆ្ងាយដែរពួកយើងរត់មិនរួចទេអាជីមិនក៏ឯងយកប្រាក់ពីឈ្មោះចំនួន1បាតលោកហើយប្រកាសថាអញឲ្យយកអញមិនបានប្រាប់ឲ្យឯងធ្វើយ៉ាងនេះពីអង្គើព្រះករណាថ្លៃវិសេសរឿងនេះទូលព្រះបង្គំមិនហ៊ានធ្វើល្មើសនឹងព្រះរាជបញ្ជាទេព្រោះកាលពីថ្ងៃមុនព្រះអង្គបានត្រាស់ហៅទូលព្រះបង្គំមកដោយមានបន្ទូលថាឲ្យឈប់យកប្រាក់ពិន័យ30ដំណឹងនោះទៅគឺឲ្យយកតែ1បាតវិញឥឡូវទូលព្រះបង្គំអនុវត្តតាមព្រះរាជបញ្ជាថ្មីនេះហើយតើក្រាបទូលហេអាជីអញឲ្យឯងយក1បាតមែនគឺបុណ្យស្នឹងប្រាក់ចាយសពថ្ងៃនេះមិនមែន1បាតលោកនោះទេទូលព្រះបង្គំស្មានថាព្រះអង្គឲ្យយក1បាតលោកទើបទូលព្រះបង្គំឈប់និយាយឯនេះធ្វើឲ្យប្រជារាស្ត្រយើងក្តៅក្រហាយខ្លាំងណាស់ទុកឲ្យឯងនៅតទៅទៀតគឺមិនបានទេពុជគិតចាប់យកអាជ័យទៅសម្លាប់ចោលក្នុងទន្លេភ្លាមដើម្បីឲ្យអ្នករកស៊ីតាមមាត់ទន្លេគេអស់ចិត្តឯងអ្វីផ្ដាំផ្ញើឲ្យទៅមុននឹងក្រោយខ្ញុំគង់តែនឹងស្លាប់តែមុននឹងស្លាប់យើងចូលរួមសប្បាយទាំងអស់គ្នាដូច្នេះលោកត្រូវតែស្រែកចំណងឯខ្ញុំសិនខ្ញុំអ្នករាំលោកអ្នកច្រៀងហើយសូមលោកទាំងអស់គ្នាស្រែកថាថ្មិញជ័យធ្លាក់ទឹកហើយទាំងអស់គ្នាបន្តថាហើយអើបើអញ្ចឹងអ្នកទាំងអស់គ្នាឮហើយអញ្ចឹងយើងសាកល្មើថ្មិញជ័យធ្លាក់ទឹកហើយអើថ្មិញជ័យធ្លាក់ទឹកហើយអើចាញ់ដំណើរ
កិច្ចពីមរណាបណ្ឌិតជ័យឆ្លាតវៃចូលវត្តលក្ខអាត្មាកោសក់សាងភ្នោះថ្វាយសាសនាសង្ឃរាជមេត្តាបំពោះឲ្យក្រុងស្បង់ជ័យវរយ៉ាងប្រណិតបណ្ឌិតខ្លាយជាសាមណេរហើយគង់នៅក្នុងវត្តចិត្តបង្កើយរងចាំថ្ងៃក្រោយជួបក្សត្រាអស់លោកទាំងពីរមានដំណឹងអ្វីទេទូព្រះមង្គមបានទទួលដំណឹងពីកងសឹបការសម្ងាត់ពីរបស់យើងមកពីនីកូខ្មែរថាធងជ័យដែលជាអ្នកខ្លាចសុកខ្មែរពេលនេះវាស៊ីឡាប់បាក់ទៅឲ្យកាប់ទូនីកូខ្មែរគ្មានអ្នកផាយណាដែលពូកែដូចវាតិចទេសួរហើយបើធងជ័យវាស៊ីឡាប់បែបនេះនីកូខ្មែរជីបាជាធ្លាក់ក្នុងជំដាប់ដៃលីកូរបស់យើងមិនខាងទឹកនឹងឲ្យកាប់ទូឥឡូវនេះស្ដេចកងចិនបានផ្ញើរាជសារនឹងបញ្ជូនអ្នកប្រាជ្ញពុននឹងមកភ្នាល់ដោះស្រាយប្រស្នាជាមួយយើងទៀតហើយយើងមិនដឹងទីបានណាដោះស្រាយប្រស្នានេះទេបើអស់ពីធនជីទៅហើយនោះទូបង្គំយល់ថារឿងនេះគឺមានតែធនជីម្នាក់ប៉ុណ្ណោះទេដែលអាចរាប់លោកបានឥឡូវបើគេស្លាប់ទៅហើយនោះតើមានណាតិចមុខតទៅជាមួយអ្នកប្រាជ្ញកងចិនទេប្រហែលហើយបើតាមខ្ញុំយល់គឺមានតែធនជីម្នាក់តែប៉ុណ្ណោះដែលអាចដោះស្រាយរឿងនេះបានយើងចង់តែគិតខំមែនមិនគួរសម្រាប់ធនជីសោះបើសិនជាតើគេរស់នៅបញ្ហាលំបាកលំបិនក្នុងនគរពិតជាមិនរាំងស្ទះឡើយតែឥឡូវនេះយើងសង្កេតបញ្ជាពេលមួយរយៈសិនដើម្បីឲ្យយើងរៀបចំខ្លួនឆ្លើយនឹងប្រស្នារបស់ពួកគេព្រះករុណាថ្លៃពិសេសអញត្រូវតែបន្លំខ្លួនចូលទៅបិណ្ឌបាតនៅក្នុងព្រះរាជវាំងដូចជាប្រសងដតីទៀតដែរចង់ដឹងថាតើព្រះរាជាទ្រង់ចាំមុខអញបានទេមុខលោកដូចជាអជ័យជ័យហើយថាមិនជ័យហើយពេលដែលយើងផ្លាត់មាត់សួរទៅស្រាប់តែលោកឆ្លើយរៀងកបត់មកវិញថាជ័យហើយថាមិនជ័យលោកជ័យហេចាំបាច់ស្រែកហើយខ្លាំងម្ល៉េះគឺធនជ័យហាញ់តាឆាប់ចូលទៅយើងខ្ញុំកញ្ញាណាមកក្នុងបរិយាគុណមានការអីអស់លោកព្រះរាជាទ្រង់ជ្រាបថាលោកជ័យមិនទាន់សគត់ទេទើបឲ្យខ្ញុំកណាមកសុំនិមន្ត